ខតាពាំងជើងជ្រូកលាយពងទាឲ្យតែមានរវល់កម្មវិធីសែនអីហ្នឹងអត់ដែលចោលនោះទេមួយមុខនេះល្ងាចនេះម៉ាក់ក្មេកខ្ញុំគាត់ខតាពាំងជើងជ្រូកមានពងទាហ្នឹងទុកសម្រាប់ស្អែកគាត់ខពីល្ងាចទុកឲ្យហើយខជើងជ្រូកគឺឆ្ងាញ់ជាងសាច់ជ្រូកបានដាក់តាពាំងខ្ចីខ្ចីចេះទៀតទៅបងប្អូនឆ្ងាញ់មែនតែនតាពាំងនេះពេលទិញមកគឺគេស្ងោរម្សៅអញ្ចឹងយកមកដល់ម៉ាក់ខ្ញុំគាត់សោសម្សៅទៀតតាពាំងនេះខ្ចីខ្ចីល្អណាស់បានខជើងជ្រូកហ្នឹងគឺត្រូវគ្នាលេខ1តែម្ដងហើយខនេះគាត់ក៏ដាក់ពងទាដែរជើងជ្រូកមុនគាត់យកទៅស្លគឺគាត់សោសទឹកក្តៅសិនហើយតាពាំងនេះបន្ទាប់ពីសោប្រហែលជាខ្ទង់10នាទីហើយក៏យកវាមកលាងសម្អាតពី3ទឹកសិនមុនយកទៅស្លឃើញថាគ្រឿងក្រៅគឺរៀបចំរួចរាល់ហើយអស់ហើយមានជើងជ្រូកពងទានិងតាពាំងបន្ទាប់មកម៉ាក់ខ្ញុំគាត់ក៏បុកខ្ទឹមសលាយជាមួយនឹងម្រេចហិលហើយខ្ទឹមសដាក់ច្រើនកាន់តែឈ្ងុយម្រេចក៏ដូចគ្នាដែរបន្ទាប់ពីគ្រឿងក្រៅរៀបចំហើយអស់ហើយចាប់ផ្ដើមដាក់ស្ករត្នោតចូលកំឡោចវាឲ្យឡើងពណ៌បន្ទាប់មកគាត់ក៏ចាក់ខ្ទឹមបុកមួយម្រេចនឹងចូលបន្ទាប់មកទៀតគាត់បានបន្ថែមទឹកបន្តិចកុំឲ្យវាខ្លោចបាតហើយគាត់ក៏ចាក់ជើងជ្រូកនិងពងទាចូលតែម្ដងហើយក៏បង់គ្រឿងនឹងទៅគ្រឿងទេសដែលគាត់បង់បន្ថែមពីលើមានទឹកត្រីម្សៅស៊ុបប៊ីចេងទឹកប្រេងខ្យងទឹកស៊ីអ៊ីវខាប់ហើយនឹងបន្ថែមទឹកបន្តិចផងដែរដើម្បីកុំឲ្យវាខ្លោចបាតបន្ទាប់ពីច្បល់គ្រឿងមួយសាច់នឹងចូលគ្នាអស់ហើយគាត់ក៏ចាក់តាពាំងចូលហើយគាត់ក៏ច្បល់វាឲ្យចូលគ្រឿងគ្នាល្អច្បល់ចុះច្បល់ឡើងឲ្យវាចូលជាតិគ្នាល្អបន្ទាប់មកគាត់ក៏ផ្ទេរពីខ្ទះដាក់ចូលឆ្នាំងព្រោះថាមុខម្ហូបខហ្នឹងគឺគាត់ស្លទុកសម្រាប់ថ្ងៃស្អែកឯងពេលដែលយើងកំឡោចស្ករដាក់គ្រឿងនិងសាច់ទៅនៅលើខ្ទះគឺវាស្រួលកូរគ្រឿងហើយបន្ទាប់ពីរួចរាល់បង់សាច់បង់គ្រឿងហើយអស់ហើយគាត់ក៏ផ្ទេរដាក់ចូលឆ្នាំងទៅហើយគាត់ក៏រំងាស់វាមកស្ទុះទៀតឲ្យវាកាន់តែចេញជាតិព្រោះថាបើខយើងស្លភ្លាមយកទៅញ៉ាំភ្លាមក៏វាអត់សូវឆ្ងាញ់ដែរបើរំងាស់ទុកចោលអញ្ចឹងគឺវាចេញជាតិពីឆ្អឹងឆ្ងាញ់ណាស់បងប្អូនហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេជួបខ្ញុំនៅវីដេអូក្រោយអរគុណ